បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាវិញម្ដងទៀតហើយប្រធានបទដែលខ្ញុំចង់និយាយថ្ងៃនេះគឺនិយាយអំពីស្រះទឹកបងប្អូនឃើញស្រះទឹកនៅខាងមុខទេនៅក្នុងចំការរបស់យើងចំការស្វ័យយន្ទីយើងបើអាចមានលទ្ធភាពបងប្អូនជីកស្រះទឹកមួយវាល្អវាផ្ដល់អត្ថប្រយោជន៍ដល់យើងច្រើនទីមួយយើងបានស្តុបទឹកដើម្បីយកទៅប្រើប្រាស់នៅពេលដែលដល់រដូវត្រូវបាញ់ថ្នាំយើងបូមទឹកស្រះហ្នឹងយកទៅប្រើប្រាស់បានដូចខ្ញុំបូមទឹកស្រះហ្នឹងយកទៅប្រើហើយតើស្រះហ្នឹងបើឧទាហរណ៍បើសិនជាយើងជីកតើយើងត្រូវជីកដូចម្ដេចស្រះរបស់ខ្ញុំពេលដែលខ្ញុំជីកហ្នឹងគឺខ្ញុំជីកនៅចំពីមុខទឹកហូរចំការរបស់ខ្ញុំវាមានទឹកហូរមកពីលើនោះមកពីលើបងប្អូនអរគ្នាវាមកចូលតាមនឹងមកនេះជាស្នាមទឹកហូរមកបន្ទាប់មកខ្ញុំជីកស្រះពីមុខទឹកហូរហ្នឹងជីកស្រះចំហ្នឹងនៅពេលដែលទឹកហូរមកគឺវាចូលស្រះយើងហើយដល់ពេលដែលវាពេញទៅវាទៅតាមនោះវិញអញ្ចឹងពេលទឹកពេញស្រះវាហូរចេញទៅតាមនោះវិញវាឲ្យផ្លូវទឹកវាពីហ្នឹងឡើងទៅនោះហើយបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរបើសិនជាយើងមានលទ្ធភាពយើងជីកស្រះទឹកមួយដើម្បីប្រើប្រាស់នៅក្នុងចំការរបស់យើងបើសិនជាយើងអត់មានស្រះទឹកយើងត្រូវទៅបូមទឹកពីអូពីអីឆ្ងាយចឹងបើយើងមានស្រះទឹកវាងាយស្រួលក្នុងការបូមទឹកយកទៅប្រើប្រាស់ចំការរបស់ខ្ញុំនេះស្រះទឹកមាន2នៅខាងនោះមួយទៀតប៉ុន្តែខ្ញុំថតនៅខាងហ្នឹងដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាបងប្អូនយល់យ៉ាងណាដែរចំពោះវីដេអូមួយនេះខ្ញុំគិតថាវាល្អពីព្រោះអីស្រះទឹកវាជួយអត្ថប្រយោជន៍យើងច្រើននៅពេលដែលយើងត្រូវការបាញ់ថ្នាំបាញ់អីយើងអត់ចំណាយពេលវេលានោះស្ថានភាពខ្ញុំកំពុងបាញ់ថ្នាំថ្ងៃនេះបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនមានមតិយោបល់បងប្អូនអាច comment នៅក្នុង channel របស់ខ្ញុំបានក្នុងវីដេអូនេះហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាហើយកុំភ្លេចជួយ subscribe ដល់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំធ្វើវីដេអូចែកចាយបន្តអំពីចំណេះដឹងឬក៏អ្វីដែលជាផលប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាអរគុណសូមជម្រាបលា